ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះអៀពុទ្ធិរាជមកពីក្រុម SU8 ថ្ងៃនេះខ្ញុំនឹងធ្វើការបញ្យល់បកស្រាយទៅលើ project final ដែលក្រុមខ្ញុំមាន6នាក់មានខ្ញុំអៀពុទ្ធិរាជសំអាតរតលេខាសាឆេងហ៊ុនចាំងមិញថៃហេងច័ន្ទបូហើយនិងប្រាក់ជីនឡុងអូខេ topic របស់ក្រុមខ្ញុំមាន6 topic ដែល topic ទី1គឺ file server topic ទី2 proxy server topic ទី3 web server topic ទី4 DNS server ទី5 DHCP server និងទី6 VPN server ដែលខ្ញុំនឹងធ្វើការបញ្យល់ពី topic ទី1គឺ file server មុននឹងចូលទៅកាន់ការ install file server យើងមើលសិនថា file server ហ្នឹងគឺជាអី file server ហ្នឹងគឺជា server ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Linux ហើយនឹងប្រើប្រាស់សម្រាប់បង្ហោះឯកសារទៅលើបណ្ដាញ network ដើម្បីឲ្យអ្នកប្រើប្រាស់អាចចូលទៅdownload ឬក៏កែរៀបចំឯកសារអីតាមការអនុញ្ញាតរបស់យើងដែលវាពេញនិយមសម្រាប់អាជីវកម្មក៏ដូចជាស្ថាប័នដែលនិយាយសួរទៅគឺងាយស្រួលក្នុងការ share file សម្រាប់device ជាច្រើននៅក្នុងអាជីវកម្មមួយឬក៏ស្ថាប័នមួយអូខេអញ្ចឹងយើងទៅធ្វើការ install file server ទាំងអស់គ្នាដែល file server លើកនេះគឺយើងធ្វើការ install លើ cloud អូខេនេះគឺជា instance របស់ AWS ដែលខ្ញុំបាន set up រួចហើយគឺ Ubuntu អញ្ចឹងយើងធ្វើការ login ចូលបងប្អូនគ្នាដែលខ្ញុំ login តាម git bash អូខេជាដំបូងយើង login ចូលសិនអូខេចូលបានហើយជា IP របស់យើងអូខេដូចគ្នាចឹងជាដំបូងខ្ញុំប្រើប្រាស់ command sudo apt update អូខេឲ្យវា update សិនអូខេលើ update ហើយឥឡូវយើងធ្វើការ install package មួយដែលមានឈ្មោះថា Samba វាដូចជា service មួយសម្រាប់ការ share file នៅក្នុង file server ហ្នឹងចឹងអញ្ចឹងយើងប្រើប្រាស់ command sudo apt install samba.y អូខេឥឡូវកំពុង install ហើយអូខេឥឡូវវា install ហើយយើង enable firewall sudoអូខេ yes អូខេតោះមកយើង enable samba allow samba សេខអូខេ rule add ហើយតោះមកយើង check មើលថាវា add rule ត្រូវហើយអូខេ access from anywhere អូខេចាប់ប៉ុណ្ណឹងហើយយើងចូលទៅកែ file configuration របស់ Samba ដើម្បីបង្កើត public folder sudo nano /etc
ចូលមកដល់ក្នុងនេះចុច Arrow key យើងចុចក្រោមរហូតមកយើង add នៅ line ចុងក្រោយគេអូខេធ្វើមួយនេះយើង add comment នេះដែលខ្ញុំបានសរសេររួចហើយ copy អូខេបន្ទាប់ពីយើងសរសេរតាមនឹងរួចហើយយើង control x y អូខេឥឡូវយើង add បានសម្រាប់ហើយបន្ទាប់មកយើងទៅបង្កើត public folder ដែលយើងប្រើប្រាស់ command 2នេះចឹងមកនេះយើងបង្កើត file public បានសម្រាប់ហើយតបមកយើងទៅបង្កើត file private ម្ដងដែលយើងចូលទៅកាន់ដូចមុនចឹងចូលទៅកាន់ nano នោះមកចូលទៅកាន់ configuration file នេះអូខេតមកយើង scroll ចុះក្រោមទៀតយើង add line private ម្ដងយើង control x ទៀតមក yes បន្ទាប់ពីយើងនេះហើយយើងប្រើប្រាស់ comment ទាំងអស់នេះដើម្បី add user ក៏ដូចជាគ្រប់sudo user add password បានសម្រាប់ហើយsudo group add samba sudo gpass wd .a folder mkdir .p/sambaប៉ុណ្ណឹងហើយចឹងការបញ្យល់បកស្រាយរបស់ខ្ញុំក៏អស់ដែរអរគុណច្រើនលោកគ្រូ proxy server what is proxy server proxy server នៅក្នុង Linux គឺជា machine server ឬកម្មវិធីដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Linux ដើម្បីបម្រើជាភ្នាក់ងារចន្លោះ intermediary រវាងឧបករណ៍ client និង machine destination server
វាកំណត់ទិសដៅសំណើ request ពី client ទៅម៉ាស៊ីនហើយផ្ញើ response ត្រឡប់មកវិញតួនាទីរបស់ proxy server នៅក្នុង Linux security ការពារការវាយប្រហារពីអ៊ីនធឺណិតនិងការរក្សាសុវត្ថិភាពនៃទិន្នន័យ caching ការរក្សាទុកទំព័រដែលបានចូលមើលញឹកញាប់ដើម្បីបង្កើនល្បឿននៃការចូលប្រើ anonymity លាក់លេខ IP របស់អតិថិជនដើម្បីរក្សាការលាក់លៀមអត្តសញ្ញាណ filtering អាចប្រើសម្រាប់ការរារាំងគេហទំព័រមិនសមរម្យឬការគ្រប់គ្រងចូលប្រើបណ្ដាញ access control អាចកំណត់សិទ្ធិឲ្យអតិថិជនក្នុងបណ្ដាញប្រើប្រាស់បានតាមដែលយើងបានកំណត់ How to install proxy server on Linux install script update the package and install script using apt package sudo apt update sudo apt install script while start and enable script service sudo systemctl start script sudo systemctl enable script sudo systemctl starter script configure script proxy server the main configuration file for script is located at script នេះចឹងហើយ sudo nano add command to the path control plus x to cell and pass file for yes and enter for exit enable authentication install apache tool sudo apt install apache tool until while create a user and password sudo at passwd.c etc script passwd my user edit script config sudo nano at this line control plus x to cell and pass file for yes and enter for exit restart script sudo systemctl restart script allow proxy port in firewall sudo ufw allow 3128 tcp sudo usw reload to test both http and https requests through your script proxy. You can use the following curse command: testing http curse.h http test user test password at your .server.ip 3128.l http www.google.com testing https curse.h http test user test password at your .server.ip 3128.l https www.google.com ចឹងជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំបកពីខ្ញុំបកស្រាយពី web server host នៅលើ cloud ចឹងជាដំបូងយើងត្រូវស្គាល់ពីអ្វីទៅជា web server web server គឺជា HTTP និង HTTPS ទៅលើ Linux ជាដំណើរការកម្មវិធីលើប្រព័ន្ធ Linux ដើម្បីពង្រឹងទំព័រ website និងទិន្នន័យ
hypertext និង transfer protocol TTP និង hypertext transfer protocol secure TTP វាមានសារៈសំខាន់ទៅលើ website web និង application និង AP server និងសេវាអ៊ីនធឺណិតផ្សេងៗអញ្ចឹងយើងស្គាល់ពី web server អញ្ចឹងយើងស្គាល់អំពី web server នៅលើ Linux ធ្វើវាដើម្បីអ្វីអញ្ចឹង web server នៅលើធ្វើវាមានតែ account ត្រឹមទៅលើវិស័យសុវត្ថិភាពជាខ្ពស់នឹងបានល្អនឹងពង្រឹង website និង application ដំណើរការរបស់ HTML PHP JS និង Python ជាដើមនឹងហោះទៅលើ cloud និងប្រើនឹង Apache Liquid ទៅលើ AWS Google Cloud និង Digital Organize API និង Web Server REST API GraphQL ហើយនិង API និង Web Stack web server និង streaming web នៅ Net Cloud RTP stream ដូចជាមានដូចជា YouTube Netflix e-commerce និង app WooCommerce ផ្សេងនៅក្នុងវិស័យserver និង security ទៅលើនៅ security ទៅលើ proxy ជាដើមចឹងយើងមកស្គាល់ដំណើរការរបស់ web server ដំណើរការរបស់ web server ទៅលើ Linux មានclient ទៅការ client ដើម្បី request ហើយដំណើរការរបស់ browser ដូចជាប្រើបានទៅលើ Chrome Firefox ហើយនិង ឬ mobile app DNS solution DNS server ត្រឡប់ IP address 192 ជា 128.1.10 ត្រូវបានដំណើរការទៅលើ Google Web server processing ដំណើរការក្នុង server ប្រសិនជាទិន្នន័យនឹងមាន dynamic context context web server នឹងភ្ជាប់ជាមួយនឹង database ទៅ database internet web server មានទំនាក់ទំនងជាមួយនឹង MySQL Proxter MySQL និង MongoDB នឹងទាញយកទិន្នន័យ response creative web server បង្កើតដោយ HTML JS និង AP response និង security organization និង web server អាចប្រើទៅលើនឹង caching loading blending ហើយនិងcommission client display browser ទំព័រទិន្នន័យបង្កើតឡើងចុងក្រោយសម្រាប់ប្រើប្រាស់អញ្ចឹងយើងស្គាល់ពី web server និងយើងស្គាល់ពីដំណើរការ install របស់ web server ដំណើរការ install web server ទៅ install Apache ជាមុនសិនដើម្បីទៅលើ server តមកយើង sudo update sudo install Apache -y និង start open firmware និង sudo systemctl start និង Apache 2 និង sudo systemctl និងបើក enable បើកវាដំណើរការនិងconfigure firmware និង sudo ufw និង allow បើក Apache និង enable របស់វាហើយនឹង check លើ Apache និង check ទៅលើ Apache 2 ដែរចឹងយើងមកនៅការអំពីការ testing ទៅលើ web browser និង testing លើ HTTP open web server និង view HTTP /10.211.55.3 និង testing server និង HTTPS និង HTTPS//10.211.55.3 ចឹងចឹង web server មានប៉ុណ្ណឹងចឹងសូមអរគុណលោកគ្រូនឹងទស្សនាបន្តជាមួយនឹងមិត្តរួមក្រុមរបស់ខ្ញុំជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះសមត្ថ រលេខក្រាមកពីក្រុម SU8 ថ្ងៃនេះខ្ញុំនឹងនិយាយអំពីការ hosting DNS server នៅលើ cloud លោកគ្រូតើអ្វីទៅជា DNS server hosting domain and query domain តើអ្វីទៅគឺជា DNS server ការបង្កើត DNS server នៅលើ Linux
អាចធ្វើបានសម្រាប់ hosting domain ផ្ដល់សេវាកម្ម DNS សម្រាប់អាសយដ្ឋាន domain និង query domain ស្វែងរក domain record អ្នកអាចប្រើbinary internet name domain ដែលជា DNS server ដែលមានប្រើប្រាស់ច្រើនបំផុតលើ Linux DNS server hosting domain and query domain សម្រាប់ប្រើប្រាស់ hosting domain DNS server ត្រូវបានប្រើប្រាស់សម្រាប់ការផ្ដល់ឯកសារដែលជាមួយនឹងឈ្មោះ domain name ពីព្រោះវាគ្រប់គ្រងសេចក្តីបញ្ចប់ថាប្រភេទ DNS ត្រូវបញ្ជូនទៅអាសយដ្ឋាន IP សម្រាប់បញ្ជូនទៅម៉ាស៊ីនឬ website ដែលមាននៅដែលអ្នកចូលទៅកាន់ website query domain ប្រើសម្រាប់កំណត់ស្នើសុំ DNS query ពីម៉ាស៊ីនត្រូវការទៅកាន់ប្រព័ន្ធ DNS server ដើម្បីស្វែងរកឯកសារពាក់ព័ន្ធតើអ្វីទៅDNS server នៅលើ Linux អាចធ្វើបានដូចជាបំលែង domain ទៅ IP បំលែង domain name ទៅអាសយដ្ឋាន IP ដើម្បីប្រើប្រាស់ក្នុងបណ្ដាញ host domain hosting គ្រប់គ្រងនិងបង្ហោះ DNS record AMX CNAME សម្រាប់ domain name ការស្វែងរក DNS ផ្ដល់សំណើ DNS ទៅ DNS server ផ្សេងទៀតតាមតម្រូវ caching ស្តុកលទ្ធផល DNS សម្រាប់ស្នើបន្តដើម្បីធ្វើឲ្យមានលឿន load balancing ចែកចាយបន្ទុកម៉ាស៊ីនបម្រើជាច្រើនដើម្បីប្រើប្រាស់សេវាកម្មសុវត្ថិភាពប្រើ DNSSEC ដើម្បីការពារប្រព័ន្ធព័ត៌មាន DNS forwarding ផ្ដល់ការសំណើសុំទៅ DNS server ផ្សេង private DNS ប្រើក្នុងបណ្ដាញផ្ទាល់ខ្លួនសម្រាប់ឈ្មោះដែនក្នុងក្រុមហ៊ុន DNS server ដែលលើ Linux មានងារចម្បងដូចជាគ្រប់គ្រង domain name បញ្ជូនស្នើសុំ DNS កំណត់សុវត្ថិភាពនិងធ្វើការគ្រប់គ្រងបណ្ដាញក្នុងទំនាក់ទំនងរបស់គ្រប់គ្រង DNS និងចែកចាយបន្ទុកសម្រាប់សេវាកម្មផ្សេងៗ install DNS server on Linux ដំបូងទៅ update package and install by DNS server sudo អាចមើលតាមនឹងបាន sudo apt update sudo apt bind 9.y configure the bind server domain configuration file on bind is located at etc bind name.config sudo nano escape bind name.config.local សម្រាប់ការបន្ទាប់មកយើងត្រូវ create zone file sudo name bind dp.mydomain.com add the following record ខ្វែងមើលរូបតាមរូបនេះបានខ្ញុំ restart and enable bind sudo system ctl restart bind 9 sudo system ctl enable bind 9 configure bind and forwarding it to the configuration file sudo nano escape bind name.config.options តមកយើង restart and enable bind sudo system ctl restart bind 9 sudo system ctl enable bind 9 test DNS resolution use dig dix or ns lookup to test dig mydomain.com or ns lookup mydomain.com អរគុណលោកគ្រូវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯង សូមជម្រាបសួរលោកគ្រូខ្ញុំបាទឈ្មោះហេងច័ន្ទបមកពីក្រុម SU 8ថ្ងៃនេះខ្ញុំមកបង្ហាញអំពីកិច្ចការ Final Project ដែលលោកគ្រូបានដាក់ឲ្យគឺកិច្ចការងារជាក្រុមមកជា Linux ហើយនេះគឺជាផ្នែកមួយដែលខ្ញុំត្រូវបកស្រាយគឺ DHCP server What is DHCP server DHCP server មានឈ្មោះពេញថា Dynamic Host Configuring Protocol Server ជាសេវាកម្មដែលមានភារកិច្ចដល់ IP address ដោយស្វ័យប្រវត្តិដល់ client ដូចជា computer smartphone និងឧបករណ៍ network ផ្សេងៗដែលបានតភ្ជាប់នៅលើបណ្ដាញនៅលើ Linux អ្នកអាចប្រើ
ISC DHCP server ឬក៏ DNS mask ដើម្បីបង្កើត DHCP server ISC DHCP server ជាកម្មវិធីទី3សម្រាប់បម្រើ DHCP ក្នុងបណ្ដាញធំៗហើយ DNS mask អាចប្រើសម្រាប់បណ្ដាញតូចដំណើរការនៃ DHCP server discover នៅពេលដែល client ត្រូវការប្រើប្រាស់បណ្ដាញវាបញ្ជូនសំណើ DHCP discover ដើម្បីស្វែងរក DHCP server នៅលើបណ្ដាញ offer DHCP server បន្ថែមព័ត៌មានដែលមាននៅក្នុងសំណើដែលត្រូវបានបញ្ជូនទៅ client វានឹងផ្ដល់ IP address ជូន client មួយ request client ទទួលបានសំណើ offer ពី DHCP server ហើយបញ្ជាក់សំណើ request ដើម្បីស្នើសុំការចេញចូលរបស់ IP acknowledgement DHCP server អះអាងការស្នើសុំដោយផ្ដល់ acknowledgement DHC path ជូន client ដែលបានកំណត់ IP address ដែលវាគ្រប់គ្រងបង្កើតនិងគ្រប់គ្រងបែងចែក IP address DHCP server លើ Linux អាចចែក IP ដោយស្វ័យប្រវត្តិដល់ client ដែលត្រូវការបង្ហោះនៅលើបណ្ដាញការកំណត់ IP range និង list អ្នកប្រើប្រាស់អាចកំណត់ IP range ដែលត្រូវបានបែងចែកនិងកំណត់រយៈពេល list ការប្រើប្រាស់ IP ដែលអាចមានការកំណត់ប្រកបដោយមានរយៈពេលកំណត់ការបញ្ជាក់ DNS និង default gateway DHCP server អាចផ្ដល់ព័ត៌មាន DNS server និង default gateway ដោយស្វ័យប្រវត្តិដើម្បីអនុញ្ញាតឲ្យ client អាចប្រើប្រាស់បណ្ដាញបានការកំណត់ IP static DHCP server អាចកំណត់ access ដ្ឋាន IP ដែលមាន static សម្រាប់ client ដែលមាន MAC address ពិសេសការគ្រប់គ្រងការចេញចូលបណ្ដាញ network access ការដំឡើង DHCP server អាចកំណត់នូវការចេញចូលសម្រាប់ IP តាមលក្ខខណ្ឌដូចជា IP reservation IP address ដែលបានកំណត់សម្រាប់ការប្រើប្រាស់បន្តហើយនេះគឺជា comment ដែលយើងត្រូវការនៅពេលដែលយើងនៅចង់បាន DHCP server គឺ update the package and install DHCP server បន្ទាប់មកយើងវាយពាក្យ sudo apt update ហើយបន្ទាប់មកគឺ sudo apt install ISC DHCP server.y គឺមានន័យថានៅពេលដែលយើងវាយ comment ទី3នេះទៅគឺគេនឹងឲ្យយើងថាឆ្លើយ yes និង no នៅ comment បន្ទាប់ដែលយើងត្រូវតែនេះដើម្បីថាឲ្យយើងនឹងសួរថាយើងគឺយក yes ក៏យក no បន្ទាប់មកគឺយើង configure DHCP server the main configuring file is located at etc DHCP DHCPD.config នេះមានន័យថាគឺយើង location យើងគឺយើងត្រូវបានដាក់នៅក្នុង file មួយដែលមានឈ្មោះដែលយើងបានបង្កើតនេះណារួចមកយើងត្រូវវាយពាក្យ sudo nano ដែលយើងត្រូវដាក់នៅក្នុង file របស់យើងបន្ទាប់មកគឺយើង control+x to save and press y for yes enter for exit បន្ទាប់មកវានឹង load ពាក្យនេះហើយយើងថាបើយើងចង់ save គឺយើងចុច control+x ដើម្បី save យើងចុច y ដើម្បី yes ហើយនឹងចុច enter ដើម្បីការចាក់ចេញ assign an interface edit the default DHCP setting បន្ទាប់មកគឺយើងបាយពាក្យនេះមកដើម្បីកែថាយើងត្រូវកែ interface នៅក្នុង DHCP server របស់យើងបាទគឺយើងវាយ sudo nano រួចមកយើងជ្រើសរើស file មួយដែលយើងបានបង្កើត
នៅលើ DHCP server ហ្នឹងrồiមកយើងកែ interface វាឬក៏ថែមថយអីមួយអីចឹងទៅបន្ទាប់មកយើងចុច Ctrl X to sell and press Y for yes and enter for exit ដូចខ្ញុំបានបញ្ជាក់មុនហ្នឹងចឹងគឺយើងចុច Ctrl X ដើម្បី sell ហើយយើង press Y យើងចុចអក្សរ Y ដើម្បី yes និង enter ដើម្បីការចាក់ចេញ start and enable the DHCP server យើងវាយពាក្យ sudo system ctl restart ISC DHCP server បន្ទាប់មកយើងចុច sudo system ហើយ ctl enable DIS DHCP server check the DHCP server static run the following command to ensure the DHCP is running ថាយើងចុច DHCP server static ដើម្បីបញ្ជាក់ថា run និង follow តាម command របស់យើងដែលបានវាយទៅក្នុងLinux បន្ទាប់មកយើងចុច sudo system ctl static DHCP server ហើយនេះដែរខ្ញុំក៏បានចប់ដែរសូមអរគុណលោកគ្រូហើយដល់វេនអ្នកបន្តខ្ញុំម្ដងជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះចាំមិនថៃមកក្រុម S8 ថ្ងៃនេះខ្ញុំមកបញ្យល់លោកគ្រូអំពី VPN server what is VPN server VPN server គឺមានន័យពេញគឺ Virtual Private Network Server នៅលើ Linux គឺជាម៉ាស៊ីន server ដែលអាចបង្កើតទី2គឺបណ្ដាញឯកជននៃការតភ្ជាប់អ៊ីនធឺណិតដើម្បីឲ្យអ្នកប្រើប្រាស់អាចអន្តរកម្មយ៉ាងសុវត្ថិភាពនិងបញ្ជាការតាមដានអ៊ីនធឺណិតវាប្រើ encryption ដើម្បីការពារទិន្នន័យព្រមទាំងអាចបំបាំង IP address ដោយផ្ដល់នៅ IP address ថ្មីដំណើរការរបស់ VPN server លើ Linux client តភ្ជាប់ទៅ VPN server ប្រើ VPN protocol OpenVPN WireGuard IPsend etc និងដល់លិខិតបញ្ជាក់ authentication ឲ្យ VPN server ពិនិត្យសុពលភាពបញ្ជាក់ភាពត្រឹមត្រូវរបស់ client ដោយប្រើ user password certificate PSK បង្កើត tunnel និង encrypt ទិន្នន័យ VPN server បង្កើត social tunnel និងបង្កើត encrypt ទិន្នន័យដើម្បីការពារការចាប់យកផ្ដល់ IP address client ទទួលបាន private IP address និងអាចប្រើប្រាស់បណ្ដាញ VPN បញ្ជូនទិន្នន័យឆ្លងកាត់ VPN tunnel ទៅកាន់បណ្ដាញ LAN ឬ Internet session automation VPN បិទ session បន្ទាប់ពី client ផ្ដាច់ដំណភ្ជាប់VPN server លើ Linux ប្រើសម្រាប់អ្វី VPN server លើ Linux ត្រូវបានប្រើសម្រាប់សុវត្ថិភាពសម្ងាត់ភាពនិងការតភ្ជាប់បណ្ដាញពីច្រើនទីតាំងដោយមានការការពារការបង្កើតបណ្ដាញឯកជនសុវត្ថិភាព secure remote access អ្នកប្រើប្រាស់អាចភ្ជាប់ទៅបណ្ដាញក្រុមហ៊ុនឬបណ្ដាញផ្ទះពីច្រើនទីតាំងដោយសុវត្ថិភាពប្រើសម្រាប់ remote work ឬបុគ្គលិកដែលធ្វើការចេញពីក្រុមហ៊ុនការបំបាំង IP address និងការពារការតាមដាន privacy anonymity VPN
បំបាំង real IP address ដើម្បីការពារការតាមដានពី ISP ឬ hacker អាចប្រើសម្រាប់ bypass geo restriction ដើម្បីចូលប្រើសេវាកម្មដែលត្រូវបានទប់ស្កាត់ការបញ្ជូនទិន្នន័យដោយសុវត្ថិភាព VPN ប្រើ encryption ដើម្បីការពារទិន្នន័យពេលបញ្ជូនតាមអ៊ីនធឺណិតការពារព័ត៌មានអាជីវកម្មនិងទិន្នន័យសម្ងាត់ការតភ្ជាប់បណ្ដាញច្រើនទីតាំង set to set VPN ប្រើ VPN ដើម្បីភ្ជាប់បណ្ដាញអាជីវកម្មច្រើនទីតាំងភ្នំពេញទៅដូចជាទៅសៀមរាបបង្កើតបណ្ដាញសហការរវាងក្រុមហ៊ុនឬសាខាផ្សេងចូលមួយទៀតគឺការប្រើប្រាស់អ៊ីនធឺណិតដោយឥតកំណត់ប្រើ VPN ដើម្បីចូលប្រើគេហទំព័រឬសេវាកម្មដែលត្រូវបានបិទនៅប្រទេសណាមួយប្រើសម្រាប់ Vol IP service WhatsApp call Telegram call នៅតាមតំបន់ដែលត្រូវបានទប់ស្កាត់ការប្រើប្រាស់ VPN ក្នុង cloud និង data center ប្រើ VPN ដើម្បីភ្ជាប់នៅ cloud server ឬ private cloud infrastructure ការពារការចូលប្រើប្រាស់ server ដោយមិនមានការអនុញ្ញាតនេះគឺជាការរបៀប how to install VPN server on Linux នេះពេលយើងទៅ install update your system package អានេះវាឲ្យយើង update ហើយមួយទៀតគឺ sudo យើងត្រូវសរសេរ sudo apt update ហើយមួយទៀត sudo apt update ហើយដកវាយបន្ទាប់មកយើង install open VPN from website ដាក់ wget https ហើយដាក់ get នេះចុច io/vpn.open vpn.install ចុច sh បន្ទាប់មកវាលោតនឹងមានចេះមកឲ្យយើងទៀតគឺការ set up open VPI certificate sudo យើងត្រូវសរសេរ sudo chmod -- h open vpn .install ចុច sh sudo #vpn open vpn ហើយ install មកយើងចុច sh configure open vpn បន្ទាប់មកវានឹង move user file location ហើយ sudo cp/root/c client 1.o vpn o នេះមានន័យថាដូច open vpn បន្ទាប់មកលេខ5នេះគឺ connect client using open vpn client យើងត្រូវយក file path ក្នុង open vpn ដើម្បី client ភ្ជាប់ជាមួយនឹង vpn នេះគឺជានេះហើយបើ VPN វានឹងជាប់ជាមួយនឹង client ប៉ុណ្ណឹង